អ្នកមកសការថ្វាយបង្គំលោកម្ចាស់ក្នុងក្រុមទាំងអស់ជំរាបសួរញាតិធម៌ទាំងអស់នៅក្នុងក្រុមសូមនមស្ការថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពសូមជំរាបសួរលោកគ្រូពីចម្ងាយដោយសេចក្តីគោរពហើយនឹងជំរាបសួរដល់មិត្តពធទាំងអស់ហើយអ៊ំអេងសុខសប្បាយអ៊ំជំរាបសួរសុខសប្បាយធម្មតាឈឺតែចង្កេះហើយនឹងច្បាកឆ្ពួងឈឺកលាក់ដៃកលាក់ជើងអ៊ំមានតែជាទេអាហ្នឹងកំពុងឈឺក្បាលឆ្ពួងអ៊ំអេងអើយតែកុំឯងអ៊ំឲ្យជីកាត់ហ្នឹងចូលផ្លូវបបភ្លេចផ្លូវចូលហើយកុំថាអ៊ំឯងជឿខ្ញុំនេះក៏អាកាអាកប់ដែរគ្រប់មុខអ៊ំអើយអញ្ចឹងណាអនិច្ចាចាអរគុណអ៊ំខ្ញុំពោចាំថ្មីឲ្យអ៊ំសុខសប្បាយសុខចម្រើនជាសាធុសូមជូនបុណ្យកុសលក្មួយគ្រប់យ៉ាងអ៊ំបានបំពេញបុណ្យកុសលក្នុងឆ្នាំចាស់តាំងពីមុនមកសូមបុណ្យនេះជាបច្ច័យឲ្យក្មួយបានសុខចម្រើនទាំងអស់គ្នាសាធុសាធុសាធុគោរពចាស់គ្រប់ព្រះអង្គសូមគោរពជំរាបសួរលោកគ្រូនិងសូមគោរពញាតិពធទាំងអស់គឺណាយ៉ាងចិត្តមកស្ការជួយទាំងនេះរីករាយនាមសក្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គមិនមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយចូលវរៈទី2បតិសោតនៈមូលចក្រវរៈនឹងហើយនយវរៈមហាវរៈបើនិយាយពីមហាវរៈអានោះសំដៅយកបណ្ណតិវរៈបវត្តិវរៈនិងបរិញ្ញាវរៈអានោះគេហៅមហាវរៈហើយដល់ពេលវរៈ4នេះគេហៅថានយវរៈន័យអានោះនិយាយពីន័យមាន4នៅក្នុងមូលយមកៈក៏មានន័យ4ដែរតែcònន័យផ្សេងន័យ4មូលន័យមូលន័យមូលកៈន័យមូលកៈន័យហើយនៅក្នុងខណ្ឌយមកៈក៏មានន័យ4ដែរន័យ4នៅទំព័រ114ទំព័រ114ហើយមានបតិសោតនវរៈបតិសោតនមូលចក្រវរៈសុទ្ធខន្ធវរៈសុទ្ធខន្ធមូលចក្រវរៈអង្ហាតនយវរៈហើយដល់ពេលបណ្ណតិវរៈបវត្តិវរៈបរិញ្ញាវរៈហ្នឹងអានេះគេហៅមហាវរៈវរៈធំមហាវរៈព្រមិញអានហើយតែមិនទាន់បញ្យល់មិននឹងបញ្យល់តែម្ដងទី1ហ្នឹងទំព័រម៉ាសទេ134 134130បកណា135លើសមកទំព័រណា134ហ្នឹងហើយ135មើល135ទៅចំណងជើងបតិសោតនៈមូលចក្រវរៈអនុឡោមអត់មានបរិសេធបើបច្ចនកវាមានអ្នកនៅខាងអ្នករូបបាំងអ្នករូបខណ្ឌធួយចឹងណានៅបច្ចនិកដល់ឡោមវាអត់មានអ្នកបរិសេធទេ
ចានេះលើកនេះគេដាក់ករូបខណ្ឌមូលៈហើយនៅក្នុងរូបខណ្ឌមូលៈវាមានមូលី4ណាវាមានវេទនាខណ្ឌមូលីសញ្ញាខណ្ឌមូលីសង្ខារខណ្ឌមូលីនិងវិញ្ញាណខណ្ឌមូលីអញ្ចឹងណាចាំមកគេដាក់លេខ1នោះគឺមូលីទី1គឺវេទនាខណ្ឌមូលីរហូតដល់លេខ4បាទហ្នឹងមូលីទី4នៅទំព័រ139ហ្នឹងវិញ្ញាណខណ្ឌមូលីហើយចប់រូបខណ្ឌមូលៈហ្នឹងទៅគេលើកវេទនាជាមូលម្ដងជាមូលៈម្ដងចឹងនៅសល់ខណ្ឌដែលសល់អាហ្នឹងមូលីអាហ្នឹងគេហៅថាអីចក្រហ្នឹងវាចក្រវាវល់ណាវល់ចឹងហើយជំរះបតិសោតនៈសោតនៈវាជំរះបត់បតិហ្នឹងបត់មួយរូបប៉ាំងមួយបត់រូបខណ្ឌធំមួយបត់វេទនាខណ្ឌធំមួយបត់អីចឹងហ្នឹងអាហ្នឹងគេថាបត់ជំរះបត់មួយលើកបត់មួយឡើងមកចឹងអន្លងពោឆាអន្លងពោឆានេះវាគូគ្នាជាមួយបឡំពោឆាហ្នឹងសំណួរបណ្ដោយសំណួរបញ្ច្រាស់ដល់ពេលអន្លងខាងលើវាគូគ្នាមួយបច្ចនិកៈកុំឲ្យច្រឡំទេបច្ចនិកៈវាមានអ្នកនៅខាងចុងនៅខាងដើមរូបគឺចឹងអ្នករូបប៉ាំងអ្នករូបខណ្ឌធូចឹងមានគូគ្នាចឹងរូបប៉ាំងអន្លងពោឆារូបប៉ាំងរូបខណ្ឌធូទេធូដែលឈ្មោះថារូបឈ្មោះថារូបខណ្ឌឬចឹងធូដែលឈ្មោះថារូបហើយចែកអន្លងពោឆាលាក់អស់ហ្នឹងចែកតែចែកអីសំដែងអង្គធរចែកកោថាសាំងគេថាឲ្យទៅមើលទំព័រ117លាក់អស់ចង់និយាយថានោះលេងមើលវិសាចនេះវិញ្ញារូបាំងសត្វរូបាំងអ្នករូបខណ្ឌធំអាហ្នឹងប្រែមកវាថាពេជ្ររូបសត្វរូបឈ្មោះថារូបតែមិនឈ្មោះថារូបខណ្ឌឡើយហើយមកអាហ្នឹងគេហៅថាពុរមៈកោថាសៈចំណែកខាងដើមហើយបច្ចមៈកោថាសៈនោះចម្លើយស្របរូបខណ្ឌធោរូបបញ្ចេវៈរូបខណ្ឌធោចៈរូបខណ្ឌឈ្មោះថារូបផងឈ្មោះថារូបខណ្ឌផងអាហ្នឹងដកពេជ្ររូបសត្វរូបចេញមើលទំព័រ117មើលបើមើលទំព័រ117មកនៅពេលនេះទំព័រ117ហ្នឹងពេជ្ររូបសត្វរូបគឺបានដល់លោកយៈ781ជាសខា2រូប28តែនៅរួមគ្នាដែលជាទីស្រឡាញ់ពេញចិត្តនិងជាអារម្មណ៍របស់តណ្ហាហើយនឹងរូបខណ្ឌគឺរូប28ដែលនៅដល់ចំពោះដែលមានលក្ខណៈប្រែប្រួលនៅពំ118រូបណលក្ខណៈអាហ្នឹងអង្គធរហ្នឹងបានតែអាហ្នឹងឈ្មោះថារូបតែមិនឈ្មោះថារូបខណ្ឌអាហ្នឹងពេជ្ររូបសត្វរូបឈ្មោះថារូបតែមិនឈ្មោះថារូបខណ្ឌហើយនោះសង្យាបត្របានរូបខណ្ឌគឺរូប28តែរូប28ដែលនៅដល់ចំពោះដែលមានលក្ខណៈប្រែប្រួលលុបរូបណលក្ខណៈហ្នឹងអាហ្នឹងឈ្មោះថារូបផងឈ្មោះថារូបខណ្ឌផងព្រោះពេលថារូបវាទលំទលាយពេលថារូបវាមានរូប28នៅក្នុងហ្នឹងផងហ្នឹងហើយតែរូបខណ្ឌយកតែរូប28ទេអញ្ចឹងមកណាមើលមេរៀនយើងទំព័រ135មក134ហ្នឹងឃើញគេឆ្លើយនេះបងវិសាចនេះពេជ្ររូបប៉ាំងសត្វរូបប៉ាំងអ្នករូបខណ្ឌទៅពេជ្ររូបសត្វរូបឈ្មោះថារូបតែមិនឈ្មោះថារូបខណ្ឌត្រូវហើយពេជ្ររូបសត្វរូបនៅទីនេះគឺសំដៅយកលោកយៈ781ជាសខា2រូប23ដែលនៅរួមគ្នាជាទីស្រឡាញ់ពេញចិត្តហើយជាអារម្មណ៍របស់តណ្ហាអញ្ចឹងហ្នឹងបាទអានោះឈ្មោះថារូបតែអត់ឈ្មោះថារូបខណ្ឌទេហើយចម្លើយបច្ចមៈកោថាសៈចំណែកក្រោយហ្នឹងរូបខណ្ឌធំរូបបញ្ចេវៈរូបខណ្ឌធោចៈប្រែវវៈខាងចុងនេះរូបខណ្ឌឈ្មោះថារូបផងឈ្មោះថារូបខណ្ឌផងចុះរូបខណ្ឌរូប23
ចឹងរូប28ក៏ឈ្មោះតារូបផងឈ្មោះតារូបខណ្ឌផងចឹងបានគេឲ្យយើងទៅមើលតំព័ន្ធ117បាទសេទៀតហើយឡើងពោឆាវេទនាខណ្ឌធោទេเขาได้ឈ្មោះថាវេទនាឈ្មោះថាវេទនាខណ្ឌឬវិសាចនីវេទនាខណ្ឌធោជាវៈវេទនាខណ្ឌធោចៈអានោះប្រែមកវៈនេះអានោះគេថាពុរមៈកោថាសៈចំណែកខាងដើមវេទនាខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថាវេទនាខណ្ឌផងអវៈសេសាខណ្ឌធានអ្នកវេទនាខណ្ឌធោអឺខណ្ឌដែលសល់ក្រៅពីនោះมันឈ្មោះថាវេទនាខណ្ឌឡើយខណ្ឌដែលសល់ក្រៅពីនេះมันឈ្មោះថាវេទនាខណ្ឌឡើយខ្ញុំមើលលេខយកបន្តិចសិនឆាតសង្គានេះបិដកខ្មែរអវៈសេសាខណ្ឌធាអូដកខ្មែរយើងមានខណ្ឌ2ដងបល័យវិសាចនាអវៈសេសាខណ្ឌធាអន្លំក្នុងបតិសោតនមូលចក្រវរៈសតខណ្ឌទេវរៈសតខណ្ឌមូលចក្រវរៈវិសាចនារបស់អន្លំពោឆាតរូបខណ្ឌក៏មាន2ដែរគេចង់និយាយថាមាន2មកមើលទំព័រ135របស់ខ្ញុំ136ហ្នឹងនេះខណ្ឌទីជាសន្តានបតវេទនាខណ្ឌតូចជាសញ្ញបតមិនគេសួរថាវេទនាជាវេទនាខណ្ឌឬអង្គធរបស់វេទនាមើលអូខណ្ឌហ្នឹងឯងខណ្ឌជាវេទនាខណ្ឌឬចឹងខណ្ឌពេលតែខណ្ឌម៉ាត់បានដល់ខណ្ឌ5មិនចឹងខណ្ឌម៉ាត់បានដល់ខណ្ឌ5អញ្ចឹងនេះដកខណ្ឌ4ចេញណាអង្គធរបស់សន្តានបតនិយាយចំបានដល់ខណ្ឌ5គាត់គេដកវេទនាខណ្ឌចេញដោយសារនោះអង្គធរបស់សញ្ញបតបានដល់វេទនាខណ្ឌប៉ុណ្ណោះព្រោះខណ្ឌធាมันជាសន្តានបតហើយវេទនាខណ្ឌធំมันជាសង្យបតអញ្ចឹងសង្យបតហ្នឹងយកតែវេទនាខណ្ឌទេដល់ពេលខណ្ឌធាខាងលើហ្នឹងសន្តានបតវាបានដល់ខណ្ឌ5អញ្ចឹងមកគេសេខណ្ឌ4វាវេទនាខណ្ឌតែគេបូកបណ្ដាលដោយសារវេទនាខណ្ឌហ្នឹងឈ្មោះថាខណ្ឌផងឈ្មោះថាវេទនាខណ្ឌផងហើយខណ្ឌ4ទៀតនោះខណ្ឌ4ទៀតហ្នឹងឈ្មោះថាខណ្ឌតែមិនឈ្មោះថាវេទនាខណ្ឌអញ្ចឹងបាននេះដូច្នេះពីសុបនេះជាបរិព័ន្ធបញ្ហាសួរថាតើដែលឈ្មោះថាខណ្ឌឈ្មោះថាវេទនាខណ្ឌឬទើបបងទ្រង់សម្ដែងដល់ការលើកយកវេទនាខណ្ឌនេះវេទនាខណ្ឌនេះយកទាំងពីរសម្ដែងមុនវេទនាខណ្ឌដែលជាអង្គធម៌របស់សន្តានបតនិងសន្តិបតបានទាំងពីរទៅក្នុងពុរមកោថាសៈពុរមកោថាសៈចំណែកខាងដើមมันមានការប្រសាទសញ្ញបតដោយបានដឹងថាវេទនាខណ្ឌធោចៈអេវៈខណ្ឌធោជេវៈវេទនាខណ្ឌធោចៈអានឹងដែលប្រែថាវេទនាខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថាវេទនាខណ្ឌផងអានឹងលើកយកអង្គធរបានតែពីសម្ដែងមុនអានឹងអមវាភាំងអមនេះហើយបានលើកយកខណ្ឌ4ដែលបានតែសន្តានបតបានតែយ៉ាងនេះហើយត្រង់លើកយករូបខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌអានឹងហៅថាអវសេសាខណ្ឌធាណាបាទអវសេសាខណ្ឌធាគឺខណ្ឌ4ហ្នឹងហើយត្រង់លើកយករូបខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌដែលជាអង្គធរបស់សន្តានបតបានតែយ៉ាងទៅក្នុងបច្ចមកោតសៈបច្ចមកោតសៈចំណែកខាងចុងឬក៏ខាងក្រោយមួយចម្លើយវាពុះជា2មិនចឹងចំណែកដើមនិងចំណែកក្រោយនឹងហើយមានការប្រកាសបញ្ញបទដោយបានន័យថាអវសេសាខណ្ឌធាអ្នកវេទនាខណ្ឌធោអានោះប្រែថាខណ្ឌដែលសល់មិនឈ្មោះថាវេទនាខណ្ឌនឹងឈ្មោះថាខណ្ឌខណ្ឌដែលសល់ក្រៅពីនេះមិនឈ្មោះថាខណ្ឌនឹងហើយ
มันឈ្មោះថាវេទនាខណ្ឌតើខណ្ឌសมันឈ្មោះថាវេទនាខណ្ឌយើងពាក្យវិសោចនីក្នុងបឡំគឺជាសរុបទេសនវិសោចនីដែលមានវិភាំងដោយអមអាហ្នឹងរបៀបពោលចឹងឯងតែបើយើងគិតណាយើងគិតជាសម្រាយណាព្រះអង្គលើកយកខណ្ឌហើយនៅវេទនាខណ្ឌមកសួរតែប្រធានគឺយកខណ្ឌមកសួរពេលតែខណ្ឌមកបានដល់ខណ្ឌ5ព្រះអង្គលើកយកខណ្ឌ5មកសួរថាខណ្ឌ5ជាវេទនាខណ្ឌឬហើយយើងគិតសម្រាយមិនក្នុងខណ្ឌ5នោះវាមានរូបខណ្ឌវេទនាសញ្ញាសង្ខារវិញ្ញាណមកចឹងអញ្ចឹងនៅក្នុងខណ្ឌ5ហ្នឹងវាមានវេទនាខណ្ឌទេឈ្មោះថាខណ្ឌផងឈ្មោះថាវេទនាខណ្ឌផងហើយខណ្ឌ4ទៀតខណ្ឌ4ទៀតរូបខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌឈ្មោះថាខណ្ឌតែមិនឈ្មោះថាវេទនាខណ្ឌអញ្ចឹងចម្លើយត្រូវឆ្លើយពោលជា2អញ្ចឹងតែបើមួយទៀតយើងគិតរបៀបស្រួលយល់ចេះបងសួរថាខណ្ឌហ្នឹងជាវេទខណ្ឌហ្នឹងជាវេទនាខណ្ឌឬជាវេទនាខណ្ឌខ្លះមិនមែនជាវេទនាខណ្ឌខ្លះក្នុងខណ្ឌ5ហ្នឹងក្នុងខណ្ឌ5ជាវេទនាខណ្ឌខ្លះមិនមែនជាវេទនាខណ្ឌខ្លះជាវេទនាខណ្ឌគឺវេទនាខណ្ឌហ្នឹងឯងនៅក្នុងខណ្ឌ5ហើយមិនមែនជាវេទនាខណ្ឌ4ទៀតអាហ្នឹងរបៀបគិតឲ្យខ្លីហើយងាយយល់តែរបៀបពោលវាពោលចឹងទៅចែកកោតាសអីហោហាយមកតែរបៀបយល់ខ្លីមកកវ៉ាច់ទេមកចាប់អាកលឺមកកវ៉ាច់នេះគឺយល់ហើយអត់បាក់ទេយ៉ាងហ្នឹងបាទចប់ហើយកូនសាមានសំលួយសួរទេបាទអានេះមូលីទី1ណានៅមូលី4 3ទៀតនៅ3ទៀតអត់មានសំលួយយើងតទៅមេរៀនណាបើមិនយល់ឯពាក្យបល័យអីណាជេវៈចៈអីណាអត់យល់ទេគិតនៅខ្មែរយកហ្មងទៅគិតសម្រាយមកទៅខ្លីឯងអងយកខណ្ឌនិងវេទនាខណ្ឌយកខណ្ឌ5ទៅសួរចុចទៅលើវេទនាតើខណ្ឌ5ជាវេទនាខណ្ឌឬជាខ្លះមិនជាខ្លះក្នុងខណ្ឌ5ហ្នឹងជាវេទនាខណ្ឌតែវេទនាខណ្ឌ1ទេនៅសល់ខណ្ឌ4ទៀតមិនមែនជាវេទនាខណ្ឌទេអាហ្នឹងវាគិតខ្លីឲ្យយល់ក៏លើសតែត្រូវយល់ហ្នឹងប៉ុន្តែពាក្យពោលវាអីវែងឆ្ងាយសួរឆ្លើយទៅនៅអញ្ចឹងមានអីបាក់ទេទៅទៀតនៅចូលសញ្ញាខណ្ឌមូលីអានេះរូបខណ្ឌមូលៈដែរអានេះមូលីទី2មិញមូលីទី1គេដាក់លេខ1ណាមូលីទី2គេដាក់លេខ2មូលីទី3ដាក់លេខ3មូលីទី4ដាក់លេខ4អញ្ចឹងទៅអានេះរូបខណ្ឌបូកមួយសញ្ញាម្ដងហើយតែបូកតានេះទេបរិឡោមបើអាឡោមដូចគ្នាអាឡោមដូចតែគ្នាទាំងអស់ដូចទាំង4យករូបខណ្ឌយកមកសួរអារម្មណ៍ទាំង4ដូចគ្នាខុសតែបរិឡោមដេញទៅសញ្ញាវិញខណ្ឌធាសញ្ញាខណ្ឌធោកញ្ញាដេញទៅសញ្ញាវិញដកវេទនាដាក់សញ្ញាវិញឥឡូវអានមកប្រើសិនឲ្យកូនសិស្សអានមកប្រើសិននៅគ្រូខុនចាលោកគ្រូអរគុណលោកគ្រូសូមគោរពលោកគ្រូ2រូបខណ្ឌមូលៈសញ្ញាខណ្ឌមូលីយកៈអនុលោមបច្ឆារូបាំងខណ្ឌធោតិធរដែលឈ្មោះថារូបខណ្ឌឬពិសច្ចនីបយៈរូបាំងសត្វរូបាំងអ្នករូបខណ្ឌធោរូបច្ចេវៈរូបខណ្ឌធោចៈបយៈរូបសត្វរូបឈ្មោះថារូបតែមិនឈ្មោះថារូបខណ្ឌឈ្មោះថារូបផងឈ្មោះថារូបខណ្ឌផងបដិឡោមបច្ឆាខណ្ឌធោខណ្ឌធាសញ្ញាខណ្ឌធោតិ
ធម៌ដែលឈ្មោះថាខណ្ឌឈ្មោះថាសញ្ញាខណ្ឌឬវិសច្ចនាសញ្ញាខន្ធោខន្ធោចេវៈសញ្ញាខន្ធោចៈអវសេសាខន្ធាខន្ធាចៈខន្ធាអ្នកខន្ធាខន្ធាអ្នកសញ្ញាខន្ធោសញ្ញាខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថាសញ្ញាខណ្ឌផងខណ្ឌទាំងឡាយដែលនៅសល់ក្រៅពីនោះឈ្មោះថាខណ្ឌតែមិនឈ្មោះថាសញ្ញាខណ្ឌសម្ដែងអង្គធម៌នឹងការចែកកោថាសៈអនុលោមបច្ឆារូបាំងជាសន្និដ្ឋានបទរូបខន្ធោជាសង្កយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់លក្ខមើលទំព័រទី116ក្នុងបដិលោមបច្ឆាខន្ធាជាសន្និដ្ឋានបទសញ្ញាខន្ធោជាសង្កយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់ខណ្ឌ5ទាំងអស់អង្គធម៌របស់សង្កយបទបានដល់សញ្ញាខណ្ឌប៉ុណ្ណោះដូច្នេះពាក្យសួរបទនេះជាបរិបណ្ណបញ្ហាសួរថាធម៌ដែលឈ្មោះថាខណ្ឌឈ្មោះថាសញ្ញាខណ្ឌឬទើបព្រះអង្គទ្រង់សម្ដែងដោយការលើកយកសញ្ញាខណ្ឌដែលជាអង្គធម៌របស់សន្និដ្ឋានបទនិងសង្កយបទទាំងពីរទុកក្នុងបរិមកោថាសៈមិនមានការបដិសេធសង្កយបទដូចបានសម្ដែងថាសញ្ញាខន្ធោចេវៈសញ្ញាខន្ធោចៈហើយទ្រង់លើកយករូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌនិងវិញ្ញាណខណ្ឌដែលជាអង្គធម៌របស់សន្និដ្ឋានបទបានតែម្យ៉ាងទុកក្នុងបច្ឆិមកោថាសៈមានការបដិសេធសង្កយបទដូចបានសម្ដែងថាអវសេសាខន្ធាអ្នកសញ្ញាខន្ធោពាក្យវិសច្ចនាក្នុងបដិលោមបច្ឆានេះជាសរុបទស្សនៈវិសច្ចនាដែលមានវិភាំងដោយអមអរគុណលោកគ្រូសូមគោរពលាលោកគ្រូ trong mô lyទី2នេះដូរនេះដូរតែបឡោមដូរអាឡែងសញ្ញាខន្ធោនេះថែមសញ្ញាដកវេទនាខន្ធោចេញដាក់សញ្ញាខន្ធោដែរហើយអាឡោមដូចគ្នាអាឡោមអត់ខុសគ្នាទេចាំមើលនេះមើលអាឡោមនៅនេះទី1មិញមើលអត់ដូចអត់ខុសគ្នាយករូបបាំងរូបខន្ធោមកសួរដែរហើយចម្លើយដូចគ្នាអញ្ចឹងបាននោះឃើញចែកបត់ដែរថតឲ្យមើលទំព័រ1ដល់7ឃើញអញ្ចឹងអត់មានត្រូវបញ្យល់ទៀតទេអាឡោមហើយប៉ាឡោមចំណុចដែលខុសគ្នាខណ្ឌធានដូចគ្នាតែខុសនេះដូរសញ្ញាវេទនាខន្ធោទេមកដាក់សញ្ញាខន្ធោទេវិញមិនបានដាក់សញ្ញាខន្ធោទេវិញដោយសារឥឡូវនេះមូលីទី2គឺសញ្ញាខន្ធមូលីអញ្ចឹងណាវាខុសគ្នាឡើយហ្នឹងចឹងយើងដឹងកលឹះហ្នឹងទៅហើយអត់ចាំបាច់តែណាទៅមើលបល័យមួយវែងឆ្ងាយទេកាលខ្ញុំរៀនមួយអ្នកគ្រូអត់មានប្រាប់កលឹះអញ្ចឹងទេដឹងតែសូត្រយកហ្មងថ្ងៃសូត្រដល់ម៉ោងគឺតែសូត្រមានបញ្យល់កលឹះអីចឹងឯងអានេះខ្ញុំរបៀបខ្ញុំស្រាវជ្រាវទៅខ្ញុំដឹងវិធីហ្នឹងខ្ញុំប្រាប់ចឹងហើយយើងគិតថាសូត្រប្រែវាចេះទៅទីវាអត់យល់អត់ដឹងកលឹះហ្នឹងវាត្រូវមិនអត់ដឹងកលុកកលៀតគឺទៅសូត្រទៅថ្ងៃនេះយល់ទី1 3ទៀតយល់ឯងណា
និយាយអត់តែយល់អានេះទៀតតែប្រហែលទៀតទៅនិយាយខ្ញុំយល់តែមួយ3ទៀតយល់ដូរតែប៉ាឡោមដូរតែនោះសញ្ញាខណ្ឌធោហ្នឹងដល់ពេលទី3ដកសញ្ញាខណ្ឌធោដាក់សង្ខារខណ្ឌធោទៅវិញ បង ដល់ពេលទី4ដកសង្ខារខណ្ឌសញ្ញាខណ្ឌធោ ដាក់វិញ្ញាណ ដាក់វិញ្ញាណវិញតែប៉ុណ្្នឹងទេក៏លឺដែរត្រូវដឹងហើយបើថាសួរឆ្លើយយើងមើលចឹងទៅគេប្រែឲ្យស្រាប់វិញយើងអានទៅតែអ្វីដែលគេលឺដែលយើងត្រូវដឹងឆាប់យល់គឺគេមើលអញ្ចឹងបើថាយកទៅដល់ងាយណាងាយទៅចាំតែមកក្បាលនោះមកកណោហ្នឹងអញ្ចឹងឥឡូវខ្ញុំមើលប៉ាឡោមតិចមកយកប៉ាឡោមឃើញអត់ខណ្ឌធាសញ្ញាខណ្ឌធោទេធ្វើឲ្យឈ្មោះថាខណ្ឌឈ្មោះថាសញ្ញាខណ្ឌឬចឹងដល់ធ្វើឲ្យឈ្មោះថាខណ្ឌមួយម៉ាត់វាបានដល់ខណ្ឌ5ហើយយកខណ្ឌ5មកសួរបើនិយាយចំពាក្យនោះវាស្មើថាខណ្ឌ5ជាសញ្ញាខណ្ឌឬវាខ្មែរយើងអញ្ចឹងខ្មែរយើងគឺខណ្ឌ5ជាសញ្ញាខណ្ឌឬអញ្ចឹងជាខ្លះមិនជាខ្លះគឺក្នុងខណ្ឌ5ហ្នឹងជាសញ្ញាខណ្ឌតែសញ្ញាខណ្ឌមួយឯងដល់សល់ខណ្ឌ4ទៀតមិនមែនសញ្ញាខណ្ឌទេអញ្ចឹងវាឆ្លើយខ្លីអញ្ចឹងតែលើយកមើលវិសាជនីពុស្សាមិនវិសាជនីនេះសញ្ញាខណ្ឌធោជេវៈសញ្ញាខណ្ឌធោចៈហើយប្រែអាហ្នឹងគេហៅថាពុរមៈកោថាសៈចំណៃដើមនេះប្រែនៅក្រោមសញ្ញាខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថាសញ្ញាខណ្ឌផងអានេះអង្គធម៌បានតែពីរសំដែងមុនអាហ្នឹងអមពីភាំងអមវាបានតែពីរសញ្ញាខណ្ឌហ្នឹងវានៅក្នុងខណ្ឌ5ហ្នឹងសញ្ញាខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថាសញ្ញាខណ្ឌផងព្រោះពេលខណ្ឌម៉ាត់វាដោបហើយចម្លើយវគ្គទី2គេហៅថាបច្ចមៈកោថាសិនហ្នឹងហើយវាសេសាខណ្ឌធាអ្នកសញ្ញាខណ្ឌធោខណ្ឌទាំងឡាយដែលនៅសល់ក្រៅពីនោះហើយវាសេសាខណ្ឌធានេះมันឈ្មោះថាសញ្ញាខណ្ឌឡើយខណ្ឌដែលនៅសល់ហ្នឹងដកសញ្ញាខណ្ឌយើង ខណ្ឌ4 ប៉ុន្តែខណ្ឌ4ដដែលនៅសល់ប៉ុន្មាននៅសល់រូបវេទនាសង្ខារវិញ្ញាណចឹងមិនយើងមើលនៅក្នុងបឡំពោឆានលេខចែកកោថាស័នណាឃើញណាអង្គធម៌របស់សន្តានបតបានអខណ្ឌ4វាសញ្ញាខណ្ឌនិងសញ្ញាខណ្ឌតាមពិតខណ្ឌ5ហ្នឹងឯងគាត់តែគេដកយកមកបូកខាងចុងមិនមកគេដកយកបូកខាងចុងដោយសារសញ្ញាខណ្ឌវាបានអង្គធម៌ទាំងពីរបតទាំងសន្តានបតនិងសង្សយបតតែ4ទៀតវាបានតែសន្តានបតហ្នឹងហើយអានេះមិនបាច់អានទៀតទេនេះយើងមើលនេះមើលអីត្រង់លើកយកអ្នករូបខណ្ឌវេទនាសង្ខារវិញ្ញាណដែលជាអង្គធម៌របស់សន្តានបតបានយ៉ាងទៅក្នុងពុរមៈកោថាស័កមានការបសាសញ្ញបតដោយបានន័យថានេះអវសេសាខណ្ឌធាអ្នកសញ្ញាខណ្ឌធោអាហ្នឹងដែលប្រែមិញថាខណ្ឌទាំងឡាយនៅសល់ក្រៅពីនោះมันឈ្មោះថាសញ្ញាខណ្ឌខណ្ឌនៅសល់ហ្នឹងគឺរូបវេទនាសង្ខារវិញ្ញាណអានោះវិភាំងអមដោយសារយកសញ្ញាខណ្ឌដែលបានទាំងពីរនោះសម្ដែងមុនហ្នឹងអញ្ចឹងមូលន័យទី2នេះបើយើងនិយាយខ្លីដូចខ្ញុំនិយាយខាងដើមនេះគឺយកខណ្ឌ5មកស៊ូខណ្ឌ5ជាសញ្ញាខណ្ឌឬចឹងជាសញ្ញាខណ្ឌខ្លះមិនជាសញ្ញាខណ្ឌខ្លះជាសញ្ញាខណ្ឌតែសញ្ញាខណ្ឌមួយទេហើយខណ្ឌ4ទៀតមិនមែនជាសញ្ញាខណ្ឌទេខណ្ឌ4ទៀតឈ្មោះថាខណ្ឌតែមិនមែនជាសញ្ញាខណ្ឌទេព្រោះពេលតែខណ្ឌមួយម៉ាត់វាក្តោបទាំង5ហ្នឹងហើយវាក្តោបទាំង5ជាងខណ្ឌ4ទៀតឈ្មោះថាខណ្ឌមិនឈ្មោះថាសញ្ញាខណ្ឌទេចម្លើយខ្លីចឹងហើយបើយល់lạiហ្នឹងអាទី3ទី4ទៅឯងចឹងកូនសិស្សបាទចប់មួយទៀតហើយមានទេមានសំណួរសួរទេហើយវាសួរឆ្លើយដូចតែគ្នាបន្តិចទៅមុខលាក់ខ្ទេចចុះអត់មានចែកឲ្យទៀតទេតែសួរឆ្លើយសួរស្ដាយលាក់អស់ហើយដូចតែគ្នាអ្នកគូសេនាអានទី3មករូបខណ្ឌសង្ខារខណ្ឌមូលីយ៉ាងកាត់អ្នកគូសេនាសម្រាប់ហ្នឹងហើយបាទ បើស្កាសុកវី
ចាគ្រូជំរាបសួរខ្ញុំសូមអានតចឹង3រូបខណ្ឌមូលៈសង្ខារខណ្ឌមូលីយមកៈអនុលោមបច្ឆារូបាំងរូបខណ្ឌធតិធរដែលឈ្មោះថារូបឈ្មោះថារូបខណ្ឌឬវិសច្ចនីពេយរូបាំងសតរូបាំងអ្នករូបខណ្ឌធោរូបខណ្ឌធោរូបញ្ជីវៈរូបខណ្ឌធោចៈពេយរូបសតរូបឈ្មោះថារូបតែមិនឈ្មោះថារូបខណ្ឌឡើយរូបខណ្ឌឈ្មោះថារូបផងឈ្មោះថារូបខណ្ឌផងបដិលោមបច្ឆាខន្ធាសង្ខារខណ្ឌធោតិធរដែលឈ្មោះថាខណ្ឌឈ្មោះថាសង្ខារខណ្ឌឬវិសច្ចនីសង្ខារខណ្ឌធោជីវៈសង្ខារខណ្ឌធោចៈអវសេសាខន្ធាអ្នកសង្ខារខណ្ឌធោសង្ខារខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថាសង្ខារខណ្ឌផងខណ្ឌទាំងឡាយដែលនៅសល់ក្រៅពីនោះមិនឈ្មោះថាសង្ខារខណ្ឌឡើយការសម្ដែងអង្គធម៌និងការចែកខោទស្សៈក្នុងអនុលោមបច្ឆារូបាំងជាសន្និដ្ឋានបទរូបខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់លៈមើលទំព័រទី117ក្នុងបដិលោមបច្ឆាខន្ធាជាសន្និដ្ឋានបទសង្ខារខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់ខណ្ឌ4វាសង្ខារខណ្ឌនិងសង្ខារខណ្ឌអង្គធម៌របស់សង្សយបទបានដល់សង្ខារខណ្ឌប៉ុណ្ណោះដូច្នេះពាក្យសួរបទនេះជាបរិបញ្ញបញ្ហាសួរថាធម៌ដែលឈ្មោះថាខណ្ឌឈ្មោះថាសង្ខារខណ្ឌឬទើបព្រះអង្គទ្រង់សម្ដែងដោយការលើកយកសង្ខារខណ្ឌដែលជាអង្គធម៌របស់សន្និដ្ឋានបទនិងសង្សយបទបានទាំងពីរទៅក្នុងពរិមៈកោដ្ឋាសៈមិនមានការបដិសេធសង្សយបទដោយបានសម្ដែងថាសង្ខារខណ្ឌធោខណ្ឌធោជីវៈសង្ខារខណ្ឌធោចៈហើយទ្រង់លើកយករូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌនិងវិញ្ញាណខណ្ឌដែលជាអង្គធម៌របស់សន្និដ្ឋានបទបានតែម្យ៉ាងទុកក្នុងបច្ឆិមៈកោដ្ឋាសៈមានការបដិសេធសង្សយបទដោយបានសម្ដែងថាអវសេសាខន្ធាអ្នកសង្ខារខណ្ឌធោពាក្យវិសច្ចនីក្នុងបដិលោមបច្ឆានេះជាសរុបទេសនវិសច្ចនីដែលមានវិភាំងដោយអមចាអរគុណលោកគ្រូជំរាបលាបើស្គាល់សូមក្លាប់អានមូលីទី4វិញ្ញាណ ចាសូមទោសអរគុណគ្រូសូមការអានរូបខណ្ឌមូលៈវិញ្ញាណខណ្ឌមូលីយមកៈអនុលោមបច្ឆារូបាំងរូបខណ្ឌធោតិធរដែលឈ្មោះថារូបឈ្មោះថារូបខណ្ឌឬវិសច្ចនីបយរូបាំងសតរូបាំងអ្នករូបខណ្ឌធោរូបខណ្ឌធោរូបបច្ចេវៈរូបខណ្ឌធោចៈបយរូបសតរូបឈ្មោះថារូបដែលមិនឈ្មោះថារូបខណ្ឌឈ្មោះថារូបផងឈ្មោះថារូបខណ្ឌផងបដិលោមបច្ឆាខន្ធាវិញ្ញាណខណ្ឌធោតិធរដែលឈ្មោះថាខណ្ឌឈ្មោះថាវិញ្ញាណខណ្ឌឬវិសច្ចនីវិញ្ញាណខណ្ឌធោចេវៈវិញ្ញាណខណ្ឌធោចៈអវសេសាខន្ធាអ្នកវិញ្ញាណខណ្ឌធោវិញ្ញាណខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថាវិញ្ញាណខណ្ឌផងខណ្ឌទាំងឡាយដែលនៅសល់ក្រៅពីនោះឈ្មោះថាខណ្ឌតែមិនឈ្មោះថាវិញ្ញាណខណ្ឌសម្ដែងអង្គធម៌នឹងការចែកកោដ្ឋាសៈក្នុងអនុលោមបច្ឆារូបាំងជាសន្និដ្ឋានបទរូបខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់លៈមើលទំព័រទី116ក្នុងបដិលោមបច្ឆាខន្ធាជាសន្និដ្ឋានបទវិញ្ញាណខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់ខណ្ឌ5ទាំងអស់អង្គធម៌របស់សង្សយបទបានដល់វិញ្ញាណខណ្ឌប៉ុណ្ណោះដូច្នេះពាក្យសួរបទនេះជាបរិ
បញ្ហាសួរថាធម៌ដែលឈ្មោះថាខណ្ឌឈ្មោះថាវិញ្ញាណខណ្ឌឬទើបព្រះអង្គទ្រង់សម្ដែងដោយការលើកយកវិញ្ញាណខណ្ឌដែលជាអង្គធម៌របស់សន្និដ្ឋានបទនិងសង្សយបទបានទាំងពីរទុកក្នុងបរិមកោថាសៈមិនមានការបដិសេធសង្សយបទដោយបានសម្ដែងថាវិញ្ញាណខន្ធោខន្ធោជេវៈវិញ្ញាណខន្ធោចៈហើយទ្រង់លើកយករូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌនិងសង្ខារខណ្ឌដែលជាអង្គធម៌របស់សន្និដ្ឋានបទបានតែម្យ៉ាងទុកក្នុងបច្ចេកមកោថាសៈមានការបដិសេធសង្សយបទដោយបានសម្ដែងថាអវសេសាខន្ធាអ្នកវិញ្ញាណខន្ធោពាក្យវិសច្ចនីក្នុងបដិឡោមបច្ឆានេះជាសរូបទស្សនវិសច្ចនីដែលមានវិភាំងដោយអមចាប់រូបខណ្ឌមូលៈសូមគោរពអរគុណលោកគ្រូ មើលឡើងវិញមើលទី3មូលីទី3គឺសង្ខារខណ្ឌមូលីនិងរូបខណ្ឌមូលៈវារហូតទាំង4ព្រោះខណ្ឌទាំងអស់វា5អញ្ចឹងបើលើកខណ្ឌ1ជាមូលហើយខណ្ឌ4ទៀតជាមូលីអញ្ចឹងមូលីវាមានតែ4ទេអញ្ចឹងខណ្ឌរូបខណ្ឌមូលៈវាមានគ្រប់កន្លែងប៉ុន្តែដូរតែមូលីទៅចា៎នេះដល់ក៏អត់មានទៅយល់ទី3នេះវាខុសថងបឡោមហ្នឹងខន្ធាសង្ខារខន្ធោអញ្ចឹងនិយាយខ្លីថាខណ្ឌហ្នឹងជាសង្ខារខណ្ឌឬហើយជាសង្ខារខណ្ឌខ្លះមិនជាសង្ខារខណ្ឌខ្លះក្នុងខណ្ឌ5ហ្នឹងជាសង្ខារខណ្ឌតែសង្ខារខណ្ឌហ្នឹងហើយខណ្ឌ4ទៀតឈ្មោះតែខណ្ឌតែមិនឈ្មោះតែសង្ខារខណ្ឌទេនេះខណ្ឌ4ទៀតនៅកន្លែងចៃកោតាស័ននៅខណ្ឌ4ទៀតគឺដកសង្ខារខណ្ឌទៅសល់រូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌនិងវិញ្ញាណឃើញអត់ណាប៉ុណ្ណឹងចាំនោះដូចតែគ្នាឥឡូវយកមូលីទី4វិញ្ញាណខណ្ឌមូលីហើយអនុឡោមដូចតែគ្នាដែរអត់មានត្រូវបញ្យល់ទេឃើញណាបាត់ឡោមខណ្ឌធាវិញ្ញាណខណ្ឌធោទេអានេះយកខណ្ឌ5សួរដេញទៅវិញ្ញាណវិញតើខណ្ឌពេលតែខណ្ឌម៉ាត់គឺបានដល់ខណ្ឌ5អញ្ចឹងខណ្ឌហ្នឹងខណ្ឌ5នេះវាជាវិញ្ញាណខណ្ឌឬជាវិញ្ញាណខណ្ឌខ្លះមិនជាវិញ្ញាណខណ្ឌខ្លះក្នុងខណ្ឌ5ជាវិញ្ញាណខណ្ឌតែវិញ្ញាណខណ្ឌ1ចឹងនៅសល់ខណ្ឌ4ទៀតមានវិញ្ញាណខណ្ឌទេហើយខណ្ឌ4ទៀតអីខ្លះនេះនៅចៃកោថាស័ននោះខណ្ឌ4ទៀតគឺរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌនិងសង្ខារខណ្ឌហ្នឹងប៉ុណ្ណឹងចប់មានអីចប់រូបខណ្ឌមូលៈអាហ្នឹងកហ្នឹងគឺរូបខណ្ឌមូលៈឡើយចូលខវេទនាខណ្ឌមូលៈអញ្ចឹងបើលើកវេទនាខណ្ឌជាមូលខណ្ឌ4ទៀតជាមូលីអញ្ចឹងគេដាក់លេខ1នេះវេទនាខណ្ឌមូលៈរូបខណ្ឌមូលីយ៉ាងកាអាហ្នឹងគេហៅចក្រមូលចក្រចង់ជាវាសំដែងជាមូលៈមូលីវាវិលដូចកង់ធម្មតាកង់ទៅវាមិនវិលជុំអញ្ចឹងណាកង់មិនវិលអញ្ចឹងបើថាឥឡូវចប់រូបខណ្ឌមូលហើយអញ្ចឹងដល់ពេលចប់រូបខណ្ឌមូលលើកវេទនាខណ្ឌជាមូលម្ដងអញ្ចឹងនៅសល់ខណ្ឌ4ទៀតជាមូលីអាហ្នឹងគេវិលអញ្ចឹងគេដូចកង់វិលមួយជុំ2ជុំ3ជុំអញ្ចឹងកង់វាវិលអញ្ចឹងអាហ្នឹងគេចក្រគឺបែរតែកង់គឺជំរះបត់ដូចគ្នាគាត់ថាវិលជាខណ្ឌជាមូលៈមូលីលើកខណ្ឌមួយជាមូលៈមូលីហ្នឹងឯងហ្នឹងហើយលើកខណ្ឌទាំង5ជាមូលៈសខណ្ឌមិនសល់មូលីអញ្ចឹងមិនថាអត្តន័យនៅទំព័រ114លេខ2គេដាក់ថាបតិសោតរៈមូលចក្រវរៈគឺជាវរៈដែលព្រះអង្គទ្រង់សម្ដែងដោយការជំរះបត់នៃខណ្ឌ5ហើយវិលទៅដោយសភាពជាមូលៈមូលីអញ្ចឹងលើកខណ្ឌមួយគឺជាមូលនៅសល់មិនមូលីអាហ្នឹងគេវិលអញ្ចឹងឥឡូវវិលអានេះឥឡូវចប់រូបខណ្ឌមូលៈអញ្ចឹងលើកវិលទៅរកវេទនាខណ្ឌមូលៈម្ដងហើយដល់វេទនាខណ្ឌមូលៈចប់ហើយវិលទៅសញ្ញាខណ្ឌមូលៈដល់ពេលសញ្ញាខណ្ឌមូលៈចប់វិលទៅសង្ខារខណ្ឌមូលៈហើយសង្ខារខណ្ឌមូលៈចប់ហើយវិលទៅវិញ្ញាណខណ្ឌមូលៈហើយដល់ពេលចប់វិញ្ញាណខណ្ឌមូលៈគឺអានឹងចប់អន្លោមបាទចប់អន្លោម
វិញ្ញាណក្ខន្ធមូលៈនៅនោះទំព័រ152នឹងចាប់អន្លោមចាំឡោមមិនចូលបច្ចកៈបច្ចកៈនៅទំព័រ157បច្ចកៈវាមានបរិស័ទគ្រប់បទអ្នករូបាំងអ្នករូបខណ្ឌធោអញ្ចឹងហ្នឹងបច្ចកៈអន្លោមវាអត់មានពាក្យបរិស័ទទេអញ្ចឹងយើងនឹងយើងមើលវេទនាខណ្ឌមូលៈនេះខអញ្ចឹងបើវេទនាខណ្ឌមូលៈខអញ្ចឹងដល់ពេលសញ្ញាខណ្ឌមូលៈនឹងចូលកោសង្ខារខោវិញ្ញាណងោអញ្ចឹងបាទវិញ្ញាណងោហើយក្នុងមូលៈមួយវាមានមូលៈ4នឹងវាវិលអញ្ចឹងបាទវិលតាមលំដាប់ខណ្ឌអញ្ចឹងណាដូចកង់ទេសវាវិលអញ្ចឹងអាហ្នឹងគេថាចក្រកៈស្កាអូស៊ីរតាអានមួយបានអានលេខ1ណារូបខណ្ឌមូលៈវេទនាខណ្ឌមូលៈរូបខណ្ឌមូលៈឧស្សាហ៍អូស៊ីរតាដូចចូលរៀនឈូផាបើថាឈូផា ចាសូមគោរពលោកគ្រូសូមអានជាបន្តខណ្ឌទីម៉ានវិញលោកគ្រូ ហើយខណ្ឌទី2វេទនាខវេទនាខណ្ឌមូលៈបាទហើយអានលេខ1ណាបាទលេខ1នេះវេទនាខណ្ឌមូលៈរូបខណ្ឌមូលៈនេះ ទំព័រទីម៉ានលោកគ្រូវាលបើកមិញ ទំព័រអាម៉ានបើទំព័រខុសគ្នាអញ្ចឹងជិល5 140អូន រយសាយចាខ្ញុំមិញវាលបើកចូលគ្នាវិញ140វេទនាខណ្ឌមូលៈ1វេទនាខណ្ឌមូលៈរូបខណ្ឌមូលីយមកៈអនុឡមបច្ឆាវេទនាខណ្ឌធោតៈហោដែលឈ្មោះថាវេទនាខណ្ឌឬវិសច្ចនីអមន្តាមែនបដិឡមបច្ឆាខន្ធារូបខណ្ឌធោតៈធរដែលឈ្មោះថាខណ្ឌឈ្មោះថារូបខណ្ឌឬវិសច្ចនីរូបខណ្ឌធោជេវៈរូបខណ្ឌធោចៈអវសេសាខន្ធានៈរូបខណ្ឌធោរូបខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថារូបខណ្ឌផងខណ្ឌទាំងឡាយដែលនៅសល់ក្រៅពីនោះមិនឈ្មោះថារូបខណ្ឌឡើយការសម្ដែងអង្គធម៌និងការចែកកោសាថៈក្នុងអនុឡមបច្ឆាវេទនាជាសន្និដ្ឋានបទវេទនាខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់លក្ខមើលទំព័រទី120ក្នុងបដិឡមបច្ឆាខន្ធាជាសន្និដ្ឋានបទរូបខណ្ឌធោជាសង្សយបទអង្គធម៌បានដល់អង្គធម៌របស់សន្និដ្ឋានបទបានដល់ខណ្ឌ4វារូបខណ្ឌនិងរូបខណ្ឌអង្គធម៌របស់សង្សយបទបានដល់រូបខណ្ឌប៉ុណ្ណោះដូច្នេះពាក្យសួរបទនេះជាបរិបណបញ្ហាសួរថាធម៌ដែលឈ្មោះថាខណ្ឌឈ្មោះថារូបខណ្ឌឬទៅព្រះអង្គទ្រង់សម្ដែងដោយការលើកយករូបខណ្ឌដែលជាអង្គធម៌របស់សន្និដ្ឋានបទនិងសង្សយបទបានទាំងពីរទុកក្នុងបរិមកោថាសៈមិនមានការបដិសេធសង្សយបទដោយបានសម្ដែងថារូបខណ្ឌធោជេវៈរូបខណ្ឌធោចៈហើយទ្រង់លើកយកវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌដែលជាអង្គធម៌របស់សន្និដ្ឋានបទបានតែម្យ៉ាងទុកក្នុងបច្ចមកោថាសៈមានការបដិសេធសង្សយបទដោយបានសម្ដែងថាអវសេសាខន្ធានៈរូបខណ្ឌធោពាក្យវិសច្ចនីក្នុងបដិឡមបច្ឆានេះ
ជាសរុទេសនវិសច្ចនីដែលមានវិភាំងដោយអម នោះសិនមួយនេះ ចាអរគុណគ្រូសូមជម្រាបលា យើងមើលប្រឡោមវេទនីយកវេទនីទៅសួនវេទនីខណ្ឌធោទេធោដែលឈ្មោះថាវេទនីឈ្មោះថាវេទនីខណ្ឌឬវិសច្ចនីអមតៈមិនបានអមតៈដែលសារអង្គធរតែមួយអង្គធរមើលអង្គធរបាណតិតិបរិយមើលទំព័រ115ណាធរដែលឈ្មោះថាវេទនីបានដល់វេទនីជាសឹកធរដែលឈ្មោះថាវេទនីខណ្ឌក៏បានដល់វេទនីជាសឹកអញ្ចឹងវេទនីជាសឹកតែមួយអញ្ចឹងបានសួរថាវេទនីនោះជាវេទនីខណ្ឌឬអមតៈពិតមែនហើយវេទនីតែមួយអញ្ចឹងហើយនេះចែកនៃអង្គធរចែកកោថាសាឲ្យទៅមើលទំព័រ120មើលទំព័រ120ក៏បានមើលអង្គធរនៅទំព័រ115យកមកគិតក៏បានដែរមែនទេណា115មកអង្គធររួមគិតងាយគិតជាងផងស្រួលជាងផងរត់ឲ្យញ៉ៃបល័យញ៉ៃអញ្ចឹងហ្នឹងឥឡូវយើងសាកទៅមើល120មក120ហ្នឹងត្រូវមើលចាប់ព្រេងត្រូវគ្នាទំព័រ120 ត្រូវគូត្រូវ ហ្នឹងហើយ120ដាក់វេទនាជាសន្តានបទវេទនាខាងធោជាសង្យាបទអង្គធរបទសន្តានបទបានដល់វេទនាជាសឹកអង្គធរបទសង្យាបទដូចគ្នាហ្នឹងបានន័យថាពេលថាដូចគ្នាបានតែវេទនាជាសឹកដូចគ្នាដូច្នេះពាក្យសួរបទនេះជាបច្ចៈបញ្ហាសួរថាតើឈ្មោះថាវេទនាឈ្មោះថាវេទនាខណ្ឌឬទើបអង្គទ្រង់សម្ដែងដោយបរិវចនវិសាចនីថាមន្តាដែលជាពាក្យវិសាចនីព្រមទូអង្គធរបទសន្តានបទព្រោះថាវេទនាជាសឹកដែលជាអង្គធរបទសន្តានបទទាំងនោះក៏ឈ្មោះថាវេទនាខណ្ឌផងហ្នឹងប៉ុណ្ណឹងឯងយើងមកមើលមេរៀនយើងបន្តមកបន្លំម្ដងខន្ធារូបខណ្ឌធោអានេះយកខណ្ឌ5មកសួរអានេះក៏ស្រួលដែរយល់តែមួយទៀតមូល3ទៀតគឺទៅហើយបាទតែមើលនេះវេទខន្ធារូបខណ្ឌធោទេធោដែលឈ្មោះថាខណ្ឌឈ្មោះថារូបខណ្ឌឬអានោះបើខ្មែរយើងគឺវាស្មើចេះខណ្ឌ5ជារូបខណ្ឌឬជារូបខណ្ឌខ្លះមិនជារូបខណ្ឌខ្លះក្នុងខណ្ឌ5ជារូបខណ្ឌតែរូបខណ្ឌមួយទេហើយខណ្ឌ4ទៀតមានរូបខណ្ឌទេអញ្ចឹងតែគាត់បល័យប្រែនោះបើសម្រាប់អ្នកចេះបល័យមិនអីបើយើងមិនចេះបល័យវាបាក់តិចបន្តិចតែបើសម្រាយងាយយល់ទេអត់បាក់ទេខ្លីមកកវាច់ទេអត់ត្រូវអីទៅស្មុកស្មាយទេឥឡូវយើងមើលសាច់នីតាមដាប់សិនមកវិសាចនីរូបខណ្ឌធោខណ្ឌធោចេវៈរូបខណ្ឌធោចៈរូបខណ្ឌឈ្មោះខណ្ឌផងឈ្មោះថារូបខណ្ឌផងព្រោះពេលថាខណ្ឌមួយម៉ាត់វាក្តោបទាំងរូបខណ្ឌផងពេលថាខណ្ឌមួយម៉ាត់គឺវាបានតែខណ្ឌ5ហ្នឹងចឹងរូបខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថារូបខណ្ឌផងហើយវាសេសាខណ្ឌធានៃរូបខណ្ឌធោខណ្ឌទាំងឡាយដែលនៅសល់ក្រៅពីនោះមិនឈ្មោះថារូបខណ្ឌឡើយហ្នឹងហើយចែកកោថាសានេះខណ្ឌធាជាសន្តានបទរូបខណ្ឌធោជាសង្យាបទអង្គធរបទសន្តានបទបានដល់ខណ្ឌ5វារូបខណ្ឌនិងរូបខណ្ឌតែពិតខណ្ឌ4ខណ្ឌ4វារូបខណ្ឌនិងរូបខណ្ឌមិនមែនខណ្ឌ5ហ្នឹងឯងគាត់នៅគេដករូបខណ្ឌចេញដោយសាររូបខណ្ឌហ្នឹងយកមកបូកខាងចុងដែលដោយសាររូបខណ្ឌវាបានទាំងអង្គធរហ្នឹងវាបានទាំងសន្តានបទទាំងសង្យាបទមានរូបខណ្ឌហ្នឹងវាជាខណ្ឌផងជារូបខណ្ឌផងមានន័យចឹងណាហើយខណ្ឌ4ទៀតឈ្មោះថាខណ្ឌតែមិនឈ្មោះថារូបខណ្ឌក្នុងន័យហ្នឹងហើយយើងមើលអានេះខ្ញុំបាច់អាននេះខណ្ឌនៅសល់នេះបងលើកយកនេះលើកយកវេទនាសញ្ញាសង្ខារវិញ្ញាណនេះចឹងវេទនាសញ្ញាសង្ខារវិញ្ញាណនោះខណ្ឌ4ខាងលើនោះដាក់ខណ្ឌ4វារូបខណ្ឌគឺវេទនាសញ្ញាសង្ខារវិញ្ញាណនោះចឹងវេទនាសញ្ញាសង្ខារវិញ្ញាណខណ្ឌនោះឈ្មោះថាខណ្ឌតែមិនឈ្មោះថារូបខណ្ឌចឹងចម្លើយខ្លីគឺចឹងឯបើ
ចម្លើយខ្លីគឺស្រួលគិតទេខណ្ឌជារូបខណ្ឌឬថាជារូបខណ្ឌតែរូបខណ្ឌមួយទេហើយខណ្ឌ4ទៀតវេទនាសញ្ញាសង្ខារវិញ្ញាណមិនមែនជារូបខណ្ឌទេជាខណ្ឌតែមានរូបខណ្ឌទេហ្នឹងចម្លើយខ្លីគឺចឹងហើយបើយល់មូលលក្ខនេះមួយ3ទៀតទៅហើយបាទមូលទី2ដូណាដល់មូលទី2មកមូលទី2នេះសញ្ញាណែដូតែសញ្ញាដករូបខណ្ឌថោតិដាក់សញ្ញាខណ្ឌថោតិណានេះកាត់អស់ហើយអត់មានអីទៀតចាំមើលសង្ខេបអស់ហើយមែនទេសើបាច់រៀនបើយល់មួយយល់ទាំងអស់សឹងយល់ទាំងអារឡោមទាំងអស់ហើយសឹងចូលបច្ចនិកៈអានទៅសិនvừa ska cung trần lốn an mô ly tí pí sa nhà khăn mô ly hay vừa ska in pí an mô ly tí bấy xong khăn mô ly hay vừa ska chân an tí buồn với nhiên khăn mô ly an đâu bay nha nó an môi nhắm ចាលោកគ្រូជំរាបសួរលោកគ្រូសូមអានពីវេទនាខណ្ឌមូលៈសញ្ញាខណ្ឌមូលយមកៈអនុឡោមបច្ឆាវេទនាខណ្ឌធោតិធរដែលឈ្មោះថាវេទនាឈ្មោះថាវេទនាខណ្ឌឬវិសច្ចនីអមន្តាមែនបដិឡោមបច្ឆាខណ្ឌធាសញ្ញាខណ្ឌធោតិធរដែលឈ្មោះថាខណ្ឌឈ្មោះថាសញ្ញាខណ្ឌឬវិសច្ចនីសញ្ញាខណ្ឌធោចេវៈសញ្ញាខណ្ឌធោចៈអវសេសាខណ្ឌធាអ្នកសញ្ញាខណ្ឌធោសញ្ញាខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថាសញ្ញាខណ្ឌផងខណ្ឌទាំងឡាយដែលនៅសល់ក្រៅពីនោះមិនឈ្មោះថាសញ្ញាខណ្ឌឡើយការសម្ដែងអង្គធម៌និងការចែកកោតសៈក្នុងអនុឡោមបច្ឆាវេទនាជាសន្និដ្ឋានបទវេទនាខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់លៈមើលទំព័រទី120ក្នុងបដិឡោមបច្ឆាខណ្ឌធាជាសន្និដ្ឋានបទសញ្ញាខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់ពេលមើលទំព័រទី137អរគុណលោកគ្រូចប់ហើយ ចាសូមគោរពលោកគ្រូសូមនមស្ការលោកចាស់សូមការអានមេរៀនបន្ត3វេទនាខណ្ឌ1សង្ខារខណ្ឌមូលយមកៈអនុឡោមបច្ឆាវេទនាខណ្ឌធោតិធម៌ដែលឈ្មោះថាវេទនាឈ្មោះថាវេទនាខណ្ឌឬវិសច្ចនីអមន្តាមែនបដិឡោមបច្ឆាខន្ធាសង្ខារខណ្ឌធោតិធម៌ដែលឈ្មោះថាខណ្ឌឈ្មោះថាសង្ខារខណ្ឌឬវិសច្ចនីសង្ខារខណ្ឌខណ្ឌធោចេវៈសង្ខារខណ្ឌធោចៈអវសេសាខន្ធាអ្នកសង្ខារខណ្ឌធោសង្ខារខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថាសង្ខារខណ្ឌផងខណ្ឌទាំងឡាយដែលនៅសល់ក្រៅពីនោះមិនឈ្មោះថាសង្ខារខណ្ឌឡើយការសម្ដែងអង្គធម៌និងការចែកខោថសៈក្នុងអនុឡោមបច្ឆាវេទនាជាសន្និដ្ឋានបទវេទនាខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់លៈមើលទំព័រទី120ក្នុងបដិឡោមបច្ឆាខន្ធាជាសន្និដ្ឋានបទសង្ខារខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់លៈមើលទំព័រទី138ចាអរគុណគ្រូ សូមគោរពលោកគ្រូសូមនមស្ការលោកម្ចាស់សូមគោរពញាតិធម៌គ្រប់រូបសូមឱកាសអានត4វេទនាខន្ធមូលៈ
វិញ្ញាណក្ខន្ធវិញ្ញាណក្ខន្ធៈមូលីយកៈអនុលោមបច្ឆាវេទនាខន្ធធោតិធម៌ដែលឈ្មោះថាវេទនាឈ្មោះថាវេទនាខន្ធឬវិសច្ចនីអាមន្តាមែនបដិឡោមបច្ឆាខន្ធាវិញ្ញាណក្ខន្ធខន្ធធោតិធម៌ដែលឈ្មោះថាខន្ធឈ្មោះថាវិញ្ញាណក្ខន្ធឬវិសច្ចនីវិញ្ញាណក្ខន្ធោចេវៈវិញ្ញាណក្ខន្ធោចៈអវសេសាខន្ធានៈវិញ្ញាណក្ខន្ធោវិញ្ញាណក្ខន្ធឈ្មោះថាខន្ធផងព្រោះថាវិញ្ញាណក្ខន្ធឈ្មោះថាវិញ្ញាណក្ខន្ធផងខន្ធទាំងឡាយដែលនៅសល់ក្រៅពីនោះមិនឈ្មោះថាវិញ្ញាណក្ខន្ធឡើយការសម្ដែងអង្គធម៌និងការចែកកោឋាសៈក្នុងអនុលោមបច្ឆាវេទនាជាសន្និដ្ឋានបទវេទនាខន្ធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់លមើលទំព័រទី120ក្នុងបដិឡោមបច្ឆាខន្ធាជាសន្និដ្ឋានបទវិញ្ញាណខន្ធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់លមើលទំព័រទី140ចប់វេទនាខន្ធមូលៈសូមអរគុណគ្រូ là học hành đây là lâu tập đang lại rồi មូលៈអានទៅចេញមូលៈ bây giờ mời lòng bình mời nhờ sanya muli tipi cứ sanya khan muli với tên khan muli sanya khan muli chẳng ăn lóng đôi ta tìm mùi lắm đây là pe pa lóng đồ với tên rupa khan chính đã sanya khan hay chạy bót đôi mơ tầm po này rồi sample cho như thế ăn lóng mới dừng mà này ăn lóng pa lóng po chứ khan thì sanya khan thôi thì thôi để chúng ta khan chúng ta sanya khan rứ chẳng dừng bài kết bên ngay còn kết thaក្នុងខណ្ឌ5សញ្ញាខណ្ឌឈ្មោះថាសញ្ញាខណ្ឌហើយខណ្ឌ4ទៀតដកសញ្ញាខណ្ឌហ្នឹងមិនឈ្មោះថាសញ្ញាខណ្ឌតែប៉ុណ្ណឹងយល់ហើយរបៀបសួរឆ្លើយផ្លៃប្រែងដូចគ្នាបន្តិចដូរបន្តិចទេហើយមើលមូលីទី3សង្ខារខណ្ឌមូលីបឡំដូចគ្នាមើលឡំដូចគ្នាមើលបឡំខណ្ឌធាសង្ខារខណ្ឌធោទេគាត់ឲ្យឈ្មោះថាខណ្ឌឈ្មោះថាសង្ខារខណ្ឌឬមានគេយកខណ្ឌ5ទៅសួរដេញទៅលើកខណ្ឌ5មកសួរថាខណ្ឌ5ជាសង្ខារខណ្ឌឬអញ្ចឹងខណ្ឌ5ហ្នឹងសង្ខារខណ្ឌតែសង្ខារខណ្ឌមួយទេហើយខណ្ឌ4ទៀតមិនមានសង្ខារខណ្ឌទេអញ្ចឹងលើមើលមូលីទី4វិញ្ញាណខណ្ឌមូលីឡំនៅគ្នាមើលបឡំពោឆាខណ្ឌទៀតវិញ្ញាណខណ្ឌទៅទេគាត់ឲ្យឈ្មោះថាខណ្ឌឈ្មោះថាវិញ្ញាណខណ្ឌឬចឹងក្នុងខណ្ឌ5ហ្នឹងឈ្មោះថាវិញ្ញាណខណ្ឌតែវិញ្ញាណខណ្ឌមួយទេខណ្ឌ4ទៀតមិនមែនវិញ្ញាណខណ្ឌទេប៉ុណ្ណឹងចុះមានអីហើយចូលគោអានេះវិលទៅចក្រកង់វិលទៅសញ្ញាខណ្ឌមូលៈម្ដងហើយលើកមិញវេទនាវិលពីរូបខណ្ឌមូលៈអញ្ចឹងវិលពីវេទនាខណ្ឌមូលៈមកសញ្ញាខណ្ឌមូលៈម្ដងហើយនេះវិលអញ្ចឹងកាលណាលើកសញ្ញាខណ្ឌមូលៈអញ្ចឹងខណ្ឌមុនទៀតជាមូលីហើយដូចតែគ្នានេះតែគាត់ហៅកុំសើអានហើយគ្រប់គ្នាសិនតិចទៀតខ្ញុំបញ្យល់មិនឲ្យចប់ទាំងអាឡំនោះតែម្ដងបើស្គាល់គំនីលេខ1កោ ចាសូមគោរពគ្រូដេក1កឯណោះទេទំព័រ144អូ144ខ្ញុំមិនទៅដាក់150ជាង chẳng tầm môn khâu thì អត់ទេមកពីខ្ញុំមើល iPad ដល់ចឹងប៉ះដៃទៅលោតទៅលឿន
rồi xài 4 cơ sẽ nhà khăn mù lạ nó ngay tên ก็สัญญาคันมูละมวยสัญญาคันมูละรูปคันมูลียมกะอันลองปชาสัญญาคันโทเตพอได้ชโมทาสัญญาชโมทาสัญญาคันหรือวิสัชเนียตัดวิสัชเนียตัดเทสัญญาเนี่ยสัญญาคันโทสัญญาคันโทสัญญาเจเวะสัญญาคันโทจะตัดเทสัญญาชโมทาสัญญาតែមិនឈ្មោះថាសញ្ញាខណ្ឌឡើយសញ្ញាខណ្ឌឈ្មោះថាសញ្ញាផងឈ្មោះថាសញ្ញាខណ្ឌផងបដិឡោមបច្ឆាខន្ធារូបខណ្ឌធោតិធម៌ដែលឈ្មោះថាខណ្ឌឈ្មោះថារូបខណ្ឌឬវិសច្ចនីរូបខណ្ឌធោខន្ធាជេវៈរូបខណ្ឌធោចៈអវសេសាខន្ធាអ្នករូបខណ្ឌធោរូបខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថារូបខណ្ឌផងខណ្ឌទាំងឡាយដែលនៅសល់ក្រៅពីនោះមិនឈ្មោះថាខណ្ឌឡើយការសម្ដែងអង្គធម៌និងការចែកកោថាសៈក្នុងបដិឡោមបច្ឆាសញ្ញាជាសន្និដ្ឋានបទសញ្ញាខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់មើលទំព័រ121ក្នុងបដិឡោមបច្ឆាខន្ធាជាសន្និដ្ឋានបទខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់មើលទំព័រ141សញ្ញាខណ្ឌមូលៈវេទនាខណ្ឌមូលីയമកៈ សិនហើយបាទ ចាសូមអរគុណលោកគ្រូសូមគោរពលា បើស្កាតារាតូចអានលេខ2មកមូលីទី2 ចាសូមគ្រប់លោកគ្រូសូមបានស្កាត់លោកម្ចាស់សមការអានមេរៀនបន្ត2សញ្ញាខណ្ឌមូលៈវេទនាខណ្ឌមូលីយមកៈអនុឡោមបច្ឆាសញ្ញាខណ្ឌធោតិធម៌ដែលឈ្មោះថាសញ្ញាឈ្មោះថាសញ្ញាខណ្ឌឬវិសញ្ញនីទិដ្ឋិសញ្ញាអ្នកសញ្ញាខណ្ឌធោសញ្ញាសញ្ញាជេវៈសញ្ញាខណ្ឌធោចៈទិដ្ឋិសញ្ញាឈ្មោះថាសញ្ញាតែមិនឈ្មោះថាសញ្ញាខណ្ឌឡើយសញ្ញាខណ្ឌឈ្មោះថាសញ្ញាផងឈ្មោះថាសញ្ញាខណ្ឌផងបដិឡោមបច្ឆាខន្ធាវេទនាខណ្ឌធោតិធម៌ដែលឈ្មោះថាខណ្ឌឈ្មោះថាវេទនាខណ្ឌឬវិសញ្ញនីវេទនាខណ្ឌធោជេវៈវេទនាខណ្ឌធោចៈអវសេសាខន្ធានៈវេទនាខណ្ឌធោវេទនាខណ្ឌឈ្មោះថាខណ្ឌផងឈ្មោះថាវេទនាខណ្ឌផងខណ្ឌទាំងឡាយដែលនៅសល់ក្រៅពីនោះមិនឈ្មោះថាវេទនាខណ្ឌឡើយការសម្ដែងអង្គធម៌និងការចែកកោថាសៈក្នុងអនុឡោមបច្ឆាសញ្ញាជាសន្និដ្ឋានបទសញ្ញាខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់មើលទំព័រទី121ក្នុងបដិឡោមបច្ឆាខន្ធាជាសន្និដ្ឋានបទវេទនាខណ្ឌធោជាសង្សយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់មើលទំព័រទី135អរគុណលោកគ្រូ យើងមកឡើងវិញមកគឺសញ្ញាខណ្ឌមូលៈសញ្ញាខណ្ឌមូលៈខណ្ឌ4ទៀតជាមូលីអញ្ចឹងវាពលអញ្ចឹងហើយដូចតែគ្នាដែរហ្នឹងគេហៅថាជំរះបត់មួយហ្នឹងមានហ្នឹងវិធីកើនបញ្ញាហ្នឹងចង់និយាយលើកខណ្ឌណាមកសួរក៏អាចដឹងបានអញ្ចឹងមិនវែងព្រោះនៅតែក្នុងខណ្ឌ5ហ្នឹងខណ្ឌវាមានអីលើពី5ទៅអនុឡោមបច្ឆាសញ្ញាខណ្ឌធោតិធម៌ដែលឈ្មោះថាសញ្ញាឈ្មោះថាសញ្ញាខណ្ឌឬពេលតែសញ្ញាវាបានដល់អង្គធម៌2ទិដ្ឋិចេតសិកហើយនឹង
គេរត់ទៅទេសញ្ញាហ្នឹងហើយនឹងសញ្ញាចេតសិកចឹងមកវិសាចនីនេះទៅទេសញ្ញានេះសញ្ញាខណ្ឌធោទៅទេសញ្ញាឈ្មោះថាសញ្ញាតែមិនឈ្មោះថាសញ្ញាខណ្ឌឡើយហ្នឹងដល់សញ្ញាខណ្ឌឈ្មោះថាសញ្ញាបល័យមួយបល័យវគ្គចុងសញ្ញាខណ្ឌធោសញ្ញាជេវៈសញ្ញាខណ្ឌធោចសញ្ញាខណ្ឌឈ្មោះថាសញ្ញាផងឈ្មោះថាសញ្ញាខណ្ឌផងសញ្ញាខណ្ឌគឺសញ្ញាចេតសិកដែលអតិថិសញ្ញានឹងឈ្មោះថាសញ្ញាតែអត់ឈ្មោះថាសញ្ញាខណ្ឌដោយសារសញ្ញាខណ្ឌវាជាសញ្ញាចេតសិកចឹងអតិថិសញ្ញាឈ្មោះថាសញ្ញាចឹងពេលថាសញ្ញាម៉ាត់យើងមើលអង្គធម៌នៅទំព័រ114ពេលថាសញ្ញាម៉ាត់នេះបានដល់សញ្ញាគឺទិដ្ឋិចេតសិកនិងសញ្ញាចេតសិកដែលមានសញ្ជាតិលក្ខណៈនៅទំព័រ115អង្គធម៌រួមចឹងពេលថាសញ្ញាវាបានដល់អង្គធម៌2ទិដ្ឋិចេតសិកហើយនិងសញ្ញាចេតសិកហើយគេយកអង្គធម៌2ហ្នឹងមកសួរថាធម៌2ហ្នឹងដែលឈ្មោះថាសញ្ញាហ្នឹងវាជាសញ្ញាខណ្ឌឬជាមួយមិនមួយបាទមិនមួយគឺជាមិនមួយនេះគឺទិដ្ឋិសញ្ញាអាហ្នឹងអត់ឈ្មោះថាសញ្ញាខណ្ឌទេហើយជាមួយហ្នឹងគឺសញ្ញាខណ្ឌហ្នឹងសញ្ញាចេតសិកហ្នឹងជាសញ្ញាខណ្ឌក្នុង2ហ្នឹងព្រោះសញ្ញាវាអង្គធម៌អង្គធម៌2បានចឹងបានដល់ទិដ្ឋិនិងសញ្ញាចេតសិកអញ្ចឹង2ហ្នឹងជាសញ្ញាខណ្ឌឬមួយជាសញ្ញាខណ្ឌមួយទៀតមិនជាសញ្ញាខណ្ឌទេហ្នឹងហើយមួយដែលមិនជាសញ្ញាខណ្ឌហ្នឹងគឺទិដ្ឋិសញ្ញាហើយមួយដែលជាសញ្ញាខណ្ឌគឺសញ្ញាចេតសិកហ្នឹងចម្លើយខ្លីគឺអញ្ចឹងបាទឡំអានេះគេថាសួរទៀតដែរខណ្ឌធារូបខណ្ឌធោទេធរតែឈ្មោះតខណ្ឌឈ្មោះតរូបខណ្ឌឬពេលតខណ្ឌមិនបានខណ្ឌ5អញ្ចឹងក្នុងខណ្ឌ5រូបខណ្ឌឈ្មោះតរូបខណ្ឌខណ្ឌ4ទៀតមិនឈ្មោះតរូបខណ្ឌហើយចែកអង្គធរឲ្យគេទៅមើលតាមហ្នឹងមិនមែនខ្ញុំយកតែកលឹកទេទី2នេះអាឡោមដូចមិនអញ្ចឹងអាឡោមដូចគ្នាទាំង4ហ្នឹងសញ្ញាខណ្ឌធោដូចគ្នាមើលដូចគ្នាអត់មានខុសគ្នាហើយចម្លើយក៏ដូចគ្នាដែរនេះគាត់ថាប៉ាឡោមវាដូរវេទនាមកដោយសារឡើយនេះគឺវេទនាមូលីអញ្ចឹងដូរសញ្ញារូបខណ្ឌមូលៈណាត់រូបខណ្ឌធោទេដាក់វេទនាខណ្ឌធោទេនេះអញ្ចឹងដូចតែគ្នាហ្នឹងខណ្ឌធាវេទនាខណ្ឌធោទេតើឈ្មោះតខណ្ឌឈ្មោះតវេទនាខណ្ឌឬឈ្មោះខ្លះមិនឈ្មោះខ្លះឈ្មោះតវេទនាខណ្ឌតវេទនាខណ្ឌមួយទេខណ្ឌ4ទៀតមិនឈ្មោះតវេទនាខណ្ឌទេរបៀបខ្លីអញ្ចឹងណាឡើយខ្ញុំបញ្យល់ចប់អាណឡោមនឹងតែម្ដងតទៀតចូលទី3សញ្ញាខណ្ឌមូលៈសង្ខារខណ្ឌមូលីអាឡោមពោឆាដូចគ្នាទាំងសំដួរទាំងចម្លើយឡើយខ្ញុំមកប៉ាឡោមនេះខណ្ឌធាសង្ខារខណ្ឌធោទេព្រោះនេះសង្ខារខណ្ឌមូលីព្រោះតែឈ្មោះថាខណ្ឌឈ្មោះថាសង្ខារខណ្ឌឬឈ្មោះខ្លះមិនឈ្មោះខ្លះឈ្មោះខ្លះគឺសង្ខារខណ្ឌឈ្មោះថាសង្ខារខណ្ឌខណ្ឌ4ទៀតមិនមែនឈ្មោះថាសង្ខារខណ្ឌទេប៉ុណ្ណាចម្លើយខ្លះឥឡូវចូលទី4សង្ខារសញ្ញាខណ្ឌមូលៈវិញ្ញាណខណ្ឌមូលីអាឡោមពោឆាទាំងសំណួរទាំងចម្លើយដូចខាងដើមមើលប៉ាឡោមខាងទីវិញ្ញាណខណ្ឌធោទេព្រោះតែឈ្មោះតខណ្ឌឈ្មោះថាវិញ្ញាណខណ្ឌឬឈ្មោះខ្លះមិនឈ្មោះខ្លះក្នុងខណ្ឌ5ហ្នឹងវិញ្ញាណខណ្ឌឈ្មោះថាវិញ្ញាណខណ្ឌហើយខណ្ឌ4ទៀតមិនមែនឈ្មោះថាវិញ្ញាណខណ្ឌទេប៉ុណ្ណាចប់លើមកហូសង្ខារខណ្ឌមូលៈអាហ្នឹងវិលទៅលើកសង្ខារខណ្ឌជាមូលម្ដងអញ្ចឹងលើកសង្ខារខណ្ឌជាមូលខណ្ឌ4ទៀតជាមូលីលេខ1សង្ខារខណ្ឌមូលៈរូបខណ្ឌមូលីជាមកៈសង្ខារខណ្ឌធោទេតើឈ្មោះថាសង្ខារឈ្មោះថាសង្ខារខណ្ឌឬចម្លើយវិសចនីសង្ខារខណ្ឌទាំងតពេទ្វាអវិសេសសង្ខារអ្នកសង្ខារខណ្ឌធោវាលេងសង្ខារខណ្ឌចេញហើយសង្ខារខណ្ឌជាសឹក50បាទជាសឹក50វាលេងសង្ខារខណ្ឌចេញហើយធររសក្រៅពីនោះឈ្មោះថាសង្ខារតែមិនឈ្មោះថាសង្ខារខណ្ឌ
សង្ខារខន្ធោសង្ខារាជីវៈសង្ខារខន្ធោចៈសង្ខារខន្ធឈ្មោះតាសង្ខារផងឈ្មោះតាសង្ខារឈ្មោះតាសង្ខារខន្ធផងចង់និយាយចេះចង់និយាយថាពេលតាសង្ខារមួយម៉ាត់ជាមើលអង្គធរួមនៅទំព័រ115ពេលតាសង្ខារមួយម៉ាត់គឺបានដល់789ជាសង្ខារ2រូប28បាទអានោះពេលតាសង្ខារនៅទំព័រ115អង្គធររបស់បណ្ឌិតទេវរៈសង្ខារបានដល់789ជាសង្ខារ2រូប28ហើយកន្លែងនេះគេសួរចេះសង្ខារសង្ខារខន្ធោធរដែលឈ្មោះថាសង្ខារឈ្មោះថាសង្ខារខន្ធឬអញ្ចឹងសង្ខារខន្ធជាសង្ខារសពអញ្ចឹងបានលោកប្រាប់ថាវាសង្ខារខន្ធចេញគឺវាជាសង្ខារសពចេញអញ្ចឹងវាមិននៅសល់789ជាសឹក2នៅសល់វេទនានិងសញ្ញាដក50ចេញនៅសល់វេទនាសញ្ញាហើយរូប28អានោះឈ្មោះថាសង្ខារតែមិនឈ្មោះថាសង្ខារខន្ធទេហើយជាសង្ខារសពនេះឈ្មោះថាសង្ខារផងឈ្មោះថាសង្ខារខន្ធផងន័យហ្នឹងបាទហើយតែយល់អានោះមួយហើយគឺអា4ទៀតដូចគ្នាទាំងអស់ឥឡូវហើយកូនសិស្សទៅមើលទំព័រនោះអាឡើងចែកកោតថាសាគេប្រាប់ទំព័រ123ទៅមើលដូចគ្រូយល់មិនចឹងបាឡាំពោឆាខាងនេះរូបខណ្ឌធោទេដូចមិនចឹងតើឈ្មោះតាខណ្ឌឈ្មោះតារូបខណ្ឌឬឈ្មោះខ្លះមិនឈ្មោះខ្លះឈ្មោះតារូបខណ្ឌតែរូបខណ្ឌមួយទេខណ្ឌ4ទៀតមិនឈ្មោះតារូបខណ្ឌទេប៉ុណ្្នឹងហើយឥឡូវចូលវេទនាខណ្ឌមូលីទី2អាឡាំពោឆាទាំងសំណួរទាំងចម្លើយគឺដូចទី1មើលប៉ឡោមខណ្ឌទៀតវេទនាខណ្ឌធោទេអានេះវេទនាមូលលីចឹងដូរដាក់វេទនាគាត់ឲ្យឈ្មោះថាខណ្ឌឈ្មោះថាវេទនាខណ្ឌឬឈ្មោះខ្លះមិនឈ្មោះខ្លះឈ្មោះថាវេទនាខណ្ឌក្នុងខណ្ឌ5ឈ្មោះថាវេទនាខណ្ឌតែវេទនាខណ្ឌមួយទេខណ្ឌ4ទៀតមិនឈ្មោះថាវេទនាខណ្ឌទេចម្លើយខ្លីប៉ុណ្ណឹងហើយទី3សញ្ញាខណ្ឌមូលីអាឡំពោឆាទាំងសំណួរចម្លើយដូចគ្នាមើលប៉ឡោមខណ្ឌធាសញ្ញាខណ្ឌតទេព្រោះតែឈ្មោះថាខណ្ឌឈ្មោះថាសញ្ញាខណ្ឌឬឈ្មោះខ្លះមិនឈ្មោះខ្លះឈ្មោះថាសញ្ញាខណ្ឌតែសញ្ញាខណ្ឌមួយទេខណ្ឌ4ទៀតមិនឈ្មោះថាសញ្ញាខណ្ឌទេចប់ទី4វិញ្ញាណខណ្ឌមូលីឡំពោឆាទាំងសំណួរចម្លើយដូចទី1ប៉ឡោមខណ្ឌធាវិញ្ញាណខណ្ឌតទេព្រោះតែឈ្មោះថាខណ្ឌឈ្មោះថាវិញ្ញាណខណ្ឌឬឈ្មោះខ្លះមិនឈ្មោះខ្លះឈ្មោះថាវិញ្ញាណខណ្ឌតែវិញ្ញាណខណ្ឌមួយទៀតនៅសល់ខណ្ឌ4ទៀតមិនឈ្មោះថាវិញ្ញាណខណ្ឌទេចប់មកមើលងវិញ្ញាណខណ្ឌមូលៈវិញ្ញាណខណ្ឌមូលៈរូបខណ្ឌមូលីអានេះវិលទៅរកវិញ្ញាណខណ្ឌមូលៈអានេះមូលៈចុងក្រោយហើយចប់អាហ្នឹងគឺចប់អនុឡោមហើយអនុឡោមពោឆាវិញ្ញាណវិញ្ញាណខណ្ឌតទេតើដែលឈ្មោះថាវិញ្ញាណឈ្មោះថាវិញ្ញាណខណ្ឌឬអមតៈមិនបានអមតៈយើងទៅមើលអង្គធររួមនៅទំព័រ115មកតើវិញ្ញាណនិងវិញ្ញាណខណ្ឌអង្គធរបានដល់អីតោះស្មើគ្នាណាធរដែលឈ្មោះថាវិញ្ញាណបានដល់789ធរដែលឈ្មោះថាវិញ្ញាណខណ្ឌក៏789មូលហេតុហើយបានអមតៈទោះយកថាវិញ្ញាណមកដាក់ខាងដើមមកដល់ក៏នៅតែអមតៈដែរយកវិញ្ញាណខណ្ឌមកដាក់ខាងដើមមកដល់មិនដែរត្រឡប់មកវិញវិញ្ញាណខណ្ឌធោវិញ្ញាណនន្តិធរដែលឈ្មោះថាវិញ្ញាណខណ្ឌឈ្មោះថាវិញ្ញាណក៏អមតៈដែរដោយសារអង្គធរដូចគ្នាប៉ឡោមខណ្ឌធារូបខណ្ឌតទេធរដែលឈ្មោះថាខណ្ឌឈ្មោះថារូបឬឈ្មោះខ្លះមិនឈ្មោះខ្លះឈ្មោះថារូបខណ្ឌតែរូបខណ្ឌមួយទេខណ្ឌ4ទៀតមិនឈ្មោះថារូបខណ្ឌទេចប់មូលីទី2ទាំងអាឡោមពោឆាទាំងសំណួរចម្លើយដូចគ្នាមើលប៉ឡោមខណ្ឌធាវេទនាខណ្ឌតធរដែលឈ្មោះថាខណ្ឌឈ្មោះថាវេទនាខណ្ឌឬឈ្មោះខ្លះមិនឈ្មោះខ្លះឈ្មោះថាវេទនាខណ្ឌតែវេទនាខណ្ឌមួយទេនៅ4ទៀតមិនឈ្មោះថាវេទនាខណ្ឌទេចប់មកទី3មូលីទី3អាឡោមដូចគ្នាប៉ឡោមខណ្ឌធាសញ្ញាខណ្ឌតទេធរដែលឈ្មោះថាខណ្ឌឈ្មោះថាសញ្ញាខណ្ឌឬឈ្មោះខ្លះមិនឈ្មោះខ្លះឈ្មោះថាសញ្ញាខណ្ឌតែសញ្ញាខណ្ឌមួយទេខណ្ឌ4ទៀតមិនឈ្មោះថាសញ្ញាខណ្ឌទេចប់អាហ្នឹងគេថាអវសេសាហ្នឹងខណ្ឌ4ទៀតហ្នឹងអវសេសាគឺបានដល់ខណ្ឌ4ទៀតហ្នឹងឯងទី4វិញ្ញាណខណ្ឌមូលៈសង្ខារខណ្ឌមូលីចំកអាឡោមដូចគ្នាមើលប៉ឡោមខណ្ឌធាសង្ខារខណ្ឌតទេតើឈ្មោះថាខណ្ឌឈ្មោះថាសង្ខារខណ្ឌឬឈ្មោះខ្លះមិនឈ្មោះខ្លះឈ្មោះថាសង្ខារខណ្ឌតែសង្ខារខណ្ឌមួយទេខណ្ឌ4ទៀតមិនឈ្មោះថាសង្ខារខណ្ឌទេតែខណ្ឌ4ទៀតគឺអវសេសាហ្នឹងឯងចុះ
ចប់វិញ្ញាណខណ្ឌមូលៈចប់បតិសោតនៈមូលចក្រវរៈអនុឡោមអញ្ចឹងនៅបច្ចតិកៈបាទនៅបច្ចតិកៈមួយទៀតបានចប់នៃទី2ហ្នឹងណានៃហ្នឹងគេថានយវរៈនៃអានេះនៃទី2ព្រោះទាំងអស់វា4នៃបាទ4នៃហ្នឹងគឺខ្ញុំប្រាប់ពីប្រៃលោកកុំសោះថាវាមិនចាំនៅទំព័រ114នៃ4និងទំព័រ114អញ្ចឹងក្នុងនៃមួយវាមានទាំងអនុឡោមនិងបច្ចនិកៈតែកុំឲ្យច្រឡំអនុឡោមពោឆាបឡោមពោឆាអនុឡោមពោឆាបឡោមពោឆានឹងវាគូទៅសួរឆ្លើយតែអនុឡោមនេះចង់ចាំមកអត់មានបរិស័យនៅខាងដើមទៅពេលបច្ចនិកៈវាមានបរិស័យនៅខាងដើមនេះនៅទំព័រ157នេះបច្ចនិកៈនេះអ្នករូបបង្កអ្នករូបខណ្ឌធោឲ្យឃើញអ្នកអញ្ចឹងឃើញអ្នកហ្នឹងគេបច្ចនិកៈឲ្យគេណាអ្នករូបបង្កអ្នករូបខណ្ឌធោទេធោដែលមិនឈ្មោះថារូបមិនឈ្មោះថារូបខណ្ឌឬអ្នកវេទនាអ្នកខណ្ឌធានអ្នកវេទនាខណ្ឌធោទេធោដែលមិនឈ្មោះថាខណ្ឌមិនឈ្មោះថាវេទនាខណ្ឌឬអាហ្នឹងហៅថាបច្ចនិកៈអាឡោមក៏អត់មានអ្នកហ្នឹងទេអត់មានអ្នកបរិស័យណាគឺមួយខ្សែវាអញ្ចឹងហើយមូលៈដូចគ្នាគាត់ណាអាហ្នឹងខែមអ្នកខាងដើមមួយដោយអាឡោមហ្នឹងគាត់ថាថែមអ្នកខាងដើមមួយតែឲ្យអង្គធម៌វាបច្ចេះអញ្ចឹងទៅអញ្ចឹងចង់និយាយថាក្នុងនយវរៈនៅទំព័រ114ហ្នឹងវរៈទាំងអស់វា4ក្នុងវរៈមួយវាមានអាឡោមមួយខ្សែបច្ចនិកៈមួយខ្សែអញ្ចឹងយើងចប់អាឡោមមួយណាទៅពេលចប់បច្ចនិកៈមួយទៀតនឹងចប់វរៈទី2ហើយបានចូលវរៈទី3អញ្ចឹងរហូតដល់ចប់វរៈទី4អញ្ចឹងបាទតែចប់វរៈទី4អាហ្នឹងចប់វរៈទី4តែនេះអង្គនៅប្រវត្តិទេវរៈទៀតព្រោះនេះបណ្ណទេវរៈហ្នឹងព្រោះវរៈមហាវរៈវាមាន4เนาะវាមាន3មហាវរៈគឺបណ្ណទេវរៈប្រវត្តិទេវរៈបញ្ញត្តិទេវរៈចឹងបើចប់វរៈ4នេះគឺចប់បណ្ណទេវរៈទេនៅក្នុងបណ្ណទេវរៈវាមានវរៈតូច4នេះចឹងក្នុងវរៈធំទី1គឺបណ្ណទេវរៈហ្នឹងគឺជាវរៈដែលព្រះអង្គសម្ដែងឲ្យដឹងដល់នេះចែកឈ្មោះរបស់ខណ្ឌអាយតនធាតុជាដើមនេះសំណួរទៀតហ្នឹងខ្ញុំឲ្យសេអธิบายមហាវរៈហ្នឹងនៅទំព័រ113បណ្ណទេវរៈគឺជាវរៈដែលព្រះអង្គទ្រង់សម្ដែងដោយការចែកឈ្មោះរបស់ខណ្ឌអាយតនធាតុជាដើមនឹងជាវរៈដែលទ្រង់សម្ដែងដើម្បីដឹងដល់បរិយត្តិញាណថ្នាក់បរិយត្តិទៅចប់បណ្ណទេវរៈវាចូលប្រវត្តិទេវរៈនេះវរៈធម្មជាវរៈដែលព្រះអង្គសម្ដែងឲ្យដល់ដឹងដល់ការប្រទៅរបស់ខណ្ឌអាយតនធាតុជាដើមដោយភាពការលុតឧបាទនិរោធនឹងជាវរៈដែលទ្រង់សម្ដែងដើម្បីដឹងដល់វិបស្សនាញាណលោកយៈហើយបរិញ្ញាវរៈជាវរៈដែលព្រះអង្គសម្ដែងឲ្យដឹងដល់ការកំណត់ដឹងនៅខណ្ឌអាយតនធាតុជាដើមដោយបរិញ្ញា3ញាតបញ្ញាតេនបញ្ញាបហនបញ្ញានឹងយល់ពុស្តាថ្ងៃមុនហើយចឹងលើយើងដល់ម៉ោងអាទិត្យក្រោយយើងរៀនបច្ចនិកៈអត់ច្រើនអាម៉ុនតាគេច្រើនអាម៉ុនតានិយាយចំបច្ចនិកៈរត់តែស្រួលជាងអាឡោមនេះទៀតបច្ចនិកៈរៀនបន្តិចចោលស្រួលខ្ញុំមានតែស្មុកមកច្រើនអីទេមិនបាច់ទៅគិតអីស្មុកមកច្រើនគឺតែធូរទៅយល់នៅសិនចាប់វិញគណៈចឹងយើងកាន់ចិត្តណាស់ពីគ្នាដោយណាដែលខ្ញុំព្រះករុណាធ្វើឲ្យព្រមព្រាត់ឲ្យក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អននៅទោនោះដល់ខ្ញុំព្រះករុណាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីតងសូមឲ្យជាសានបានសេចក្តីតងទៅដែលដល់ហើយនៅភ័យសូមឲ្យជាសានបានភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសានបានសេចក្តីសោកទៅនមស្ការជំរាបលាខ្ញុំស្អីក៏មានលោកសូមជម្រាបលោកគ្រូនេះមានធម៌ទាំងអស់ ជម្រាបលាលោកគ្រូនិងសូមគោរពលាលោកគ្រូអរគុណគ្រូថ្នាក់គង់លាលោកចាស់គ្រប់ព្រះអង្គព្រមទាំងធម្មទាំងអស់